បាទបងប្អូនណាខ្លះដែលអត់ទាន់មានឧបករណ៍កាត់កស៊ូជាសម្រាប់ថប់កែបថប់អីពេលឡុងនេះឥឡូវបងអាចមើលវីដេអូនេះបានពីនេះយើងទៅលើបងយើងអត់ទេហ្នឹងឃើញមានអានឹងមួយឃើញអត់ស្ទឹងមួយពីរហ្នឹងបន្ទាប់មកយើងកាត់បន្ទោបងមកកាត់ហើយយើងដកបន្ទោបងចេញមកនេះហើយនៅសល់ដាច់ខាងក្រៅអញ្ចឹងយើងធ្វើការឆាបធ្វើម៉េចឲ្យស្រួចមុខរួចហើយចាំយើងយកឡូតប៊ីស្តុងឬក៏អាប៊ីស្តុងមកយកមកដល់យើងឆាបធ្វើឲ្យស្រួចដូចគ្នាមកនេះបងអាចមើលតាមវីដេអូដែលខ្ញុំធ្វើនឹងបានព្រោះអីអត់ទៅបាននិយាយយើងឆាបអាប៊ីស្តុងធ្វើម៉េចឲ្យមុខវាស្រួចក្នុងមុខមកនេះយើងឆាបហើយបន្ទាប់មកវីដេអូបូមយើងឆាបហើយនេះបន្ទាប់មកយើងយកអាដែកបូមខាងក្រោមយកយើងកាត់ហើយមិញណាយើងដកមកយើងធ្វើការឆាបឲ្យស្រួចមកដើម្បីវាយបញ្ចូលជាមួយអាប៊ីស្តុងឬក៏ឡូតប៊ីស្តុងនេះយើងវាយបញ្ចូលមកដូចក្នុងវីដេអូឆាបមកតិចទៀតមកដើម្បីឲ្យឃើញដូចក្នុងវីដេអូអញ្ចឹងមុខវាបន្ទាប់មកនេះយើងយកមកសាកកាត់មើលនេះឥឡូវបងអាចមើលបាននេះយើងកាត់ហើយនេះយើងកាត់មកបានតែធំអញ្ចឹងវាអត់ទាន់មានហ៊ុនកតាទេបន្ទាប់មកយើងធ្វើការយកអាឡូតប៊ីស្តុងអាប៊ីស្តុងមិញនេះចាំម្ដងយើងវាយទៀតមកគឺបានជ័រកស៊ូធ្លាប់កែបមួយហើយអញ្ចឹងបើបងចូលចិត្តវីដេអូនេះហើយកុំភ្លេចជួយ follow ម្នាក់មួយផងនេះឥឡូវយើងកាត់ហើយនេះវីដេអូធ្វើឲ្យមើលឥឡូវនេះយើងយកមកដាក់ត្រូវហ្មងអត់មានព្រួយកែច្នៃមកទៀតទេយកមកដល់ដាក់ត្រូវហ្មង